ជីវធម្មខ្ញុំកាលណាខ្ញុំសូមថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយនឹងសូមស្វាគមន៍ទៅដល់សិស្សនិស្សិតនិងប្រិយមិត្តសិក្សាជាទីមេត្រីថ្ងៃនេះយើងរៀងប្លែកបន្តិចយើងនឹងសិក្សាដែលធានបទស្ដីពីពាក្យសំខាន់មួយចំនួននៅក្នុងច្បាប់ដែលពាក្យទាំងអស់នោះមានចំនួន10ដែលយើងនឹងស្ដីនៅក្នុងវីដេអូនេះមានដូចជាពាក្យតតយជនសហព័ន្ធអនីតិជនសន្តតិកម្មទី5 hypothetic ទី6អត្តាទិន្នភាពទី7សមត្ថជនទី8អនិច្ចសង្វាសជនទី9អត្ថសិទ្ធិនិងទី10នោះគឺសន្ធិសញ្ញា1គឺនិយាយអំពីតតិយជននៅក្នុងបច្ចេកទេសច្បាប់គឺសំដៅទៅដល់ជនទី3ឬក៏ភាគីទី3នៅក្នុងរឿងឧទាហរណ៍អ្នកលក់ឬក៏អ្នកទិញឬក៏ជាភាគីទី1និងភាគីទី2អ្នកផ្សេងទៀតក្រៅពីអ្នកលក់និងអ្នកទិញគេហៅថាតតិយជននេះឯងចំណុចពាក្យទី2គឺពាក្យសហព័ន្ធនៅក្នុងភាសាច្បាប់សម្រាប់និស្សិតដូចជាសិស្សនិស្សិតមួយចំនួនគាត់តែងតែយល់ច្រឡំគាត់តែងតែហៅពាក្យនេះថាសហព័ន្ធយើងសូមកែតម្រូវបន្តិចតកតងទៅនឹងពាក្យនេះយើងហៅថាសហព័ន្ធដែលសំដៅទៅលើប្តីឬប្រពន្ធឬទាំងប្តីទាំងប្រពន្ធដែលមានឋានៈឬក៏ដែលទទួលបានឋានៈជាសហព័ន្ធនេះក្រៅពីបានចុះបញ្ជីអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់អ្នកខ្លះគាត់និយាយថាសហព័ន្ធប្តីសហព័ន្ធប្រពន្ធអីចឹងទៅពាក្យទី3គឺអនិច្ចជនអនិច្ចជននេះយើងឲ្យនិយមន័យថាគឺសំដៅទៅដល់ជនដែលគាត់មានអាយុក្រោម18ឆ្នាំហើយក្នុងនោះទៀតសោតនៅរាល់ការសម្រេចចិត្តទាំងអស់របស់គាត់ឬរបស់អនិច្ចជននេះគឺស្ថិតនៅក្រោមអាណាព្យាបាលសម្រាប់រាល់លិខិតស្នាមទិញលក់ដែលត្រឹមត្រូវនិងដែលបានកំណត់ទៅតាមច្បាប់អនិច្ចជនគឺផ្ទុយពីនីតិជនសំណួរទី4ពាក្យយើងដល់ទី4គឺសន្តតិកម្មសន្តតិកម្មគឺជាការផ្ទេរសិទ្ធិនិងករណីយកិច្ចរបស់មតកជនឲ្យទៅសន្តតិជនណាម្នាក់ឬច្រើនអ្នកទៅតាមឆន្ទៈឬក៏តាមបណ្ដាំនឹងដែលប្រព្រឹត្តទៅតាមច្បាប់អ្វីទៅគឺជាមតកជនមតកជនគឺជាជនដែលបានស្លាប់ទៅហើយរីឯសន្តតិជននឹងគឺជាជនដែលបន្តសិទ្ធិនិងករណីយកិច្ចរបស់មតកជនតាមរយៈសន្តតិកម្មនេះឯងក្នុងច្បាប់សន្តតិកម្មគឺបានបែងចែកជា2មួយគឺសន្តតិកម្មតាមឆន្ទៈដែលជាបណ្ដាំធ្វើឡើងដោយមតកជនចំណែកទី2នោះគឺសន្តតិកម្មតាមច្បាប់គឺជាសន្តតិកម្មមួយដែលគ្មានបណ្ដាំក៏ប៉ុន្តែតុលាការគឺជាអ្នកកំណត់យើងហៅថាសន្តតិកម្មតាមច្បាប់ចំណុចពាក្យទី5គឺយើងតកតងទៅនឹង hypothetic នេះគឺជាសិទ្ធិដែលម្ចាស់បំណុលគាត់ទទួលចំពោះលើសិទ្ធិលើបំណុលរបស់ខ្លួនដែលមានអានុភាពជាម្ចាស់បំណុលផ្សេងទៀតនៃអចលនវត្ថុដែលបានដាក់ជាប្រតិភូអធិស្ស្រ័យដែលបានដាក់ជាប្រតិភូនៃកាតព្វកិច្ចដោយកូនបំណុលឬតតិយជនដោយមាននៃការផ្ទេរនៃការកាន់កាប់នេះឯងវាជាកិច្ចសន្យានៃការធានាដោយកូនបំណុលបានយកទ្រព្យរបស់ខ្លួននឹងដើម្បីធានាកាតព្វកិច្ចដែលមានចំពោះម្ចាស់បំណុលដោយមិន
មាននៃការផ្ទេរការកាន់កាប់អចលនវត្ថុនេះទៅឲ្យម្ចាស់បំណុលឡើយតែតម្រូវឲ្យមាននៃការចុះបញ្ជីទើបការបង្កើតកិច្ចសន្យាហ៊ីប៉ូតេកនេះមានអានុភាពចឹងហ៊ីប៉ូតេកនេះយើងគឺជាកិច្ចសន្យាមួយដែរដែលយើងសំដៅទៅដល់សិទ្ធិលើបំណុលរបស់ខ្លួនហ្នឹងហើយអានុភាពនៃម្ចាស់បំណុលផ្សេងទៀតនៃអចលនវត្ថុដែលបានដាក់ជាប្រតិភពនៃកាតព្វកិច្ចដល់កូនបំណុលហ្នឹងឬក៏តតិយជនហ្នឹងដោយមិនបានផ្ទេរនៅការកាន់កាប់ទេក៏ប៉ុន្តែហ៊ីប៉ូតេកវាជាទម្រង់កិច្ចសន្យានៃការធានាដោយកូនបំណុលហ្នឹងបានយកទ្រព្យរបស់ខ្លួនដើម្បីទៅធានាកាតព្វកិច្ចដែលមានចំពោះម្ចាស់បំណុលបើយើងនិយាយសាមញ្ញយើងថាដូចជាតកតងត្រឹមបញ្ចាំអញ្ចឹងពាក្យទី6គឺយើងនឹងស្ដីអំពីអត្តាទិន្នភាពអត្តាទិន្នភាពគឺជាស្ថានភាពមួយដែលផ្ដល់ឲ្យអនិច្ចជនបានរួចផុតពីរបបអាណាព្យាបាលសម្រាប់អនិច្ចជនឬរួចផុតពីអំណាចមេបាលហើយមានសមត្ថភាពដូចនីតិជនដែរយើងចូលមកដល់ពាក្យទី7គឺតកតងទៅនឹងសមត្ថជនសមត្ថជននេះគឺយើងចង់សំដៅទៅដល់ជនទាំងឡាយដែលគាត់នៅក្រៅក្រៅពីជនដែលនៅក្រោមអាណាព្យាបាលទូទៅនិងក្រៅពីជនក្រោមហេតុបត្ថម្ភនិងអនិច្ចជនក៏ប៉ុន្តែវាមានករណីលើកលែងចំពោះអនិច្ចជនដែលគាត់ទទួលបានអត្តាទិន្នភាពចំដល់ពាក្យទី8យើងស្ដីពីអនិច្ចសង្វាសជនពាក្យនេះយើងនៅក្នុងច្បាប់គឺជាជនដែលរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធក៏ប៉ុន្តែគាត់អត់បានទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់នោះទេដែលយើងហៅថាជាអនិច្ចសង្វាសឬក៏អនិច្ចសង្វាសជននេះឯងពាក្យទី9គឺអត្ថសិទ្ធិអត្ថសិទ្ធិនេះគឺសំដៅទៅដល់ស្ថានភាពនៃជនដែលមានកម្មសិទ្ធិលើដីជាប់គ្នាមានកម្មសិទ្ធិរួមដោយមានភាពអវិភាគលើជញ្ជាំងស្នាមភ្លោះដូចជាពពួកស្នាមភ្លោះភ្លឺរបងជាអាចដែលនៅត្រង់ព្រំខណ្ឌដីឬអាគារលើដីនោះនេះហើយគឺយើងសំដៅទៅលើអត្ថសិទ្ធិនេះឯង10សន្ធិសញ្ញាសន្ធិសញ្ញានេះមិនថានៅក្នុងច្បាប់នៅក្នុងប្រព័ន្ធរដ្ឋបាលគ្រប់គ្រងទេគឺសំដៅទៅដល់កិច្ចព្រមព្រៀងអន្តរជាតិដែលធ្វើឡើងជាលាយលក្ខណ៍អក្សររវាងរដ្ឋនិងរដ្ឋហើយរវាងរដ្ឋនិងអង្គការអន្តរជាតិឬក៏រវាងអង្គការអន្តរជាតិនិងអង្គការអន្តរជាតិហើយស្ថិតនៅក្រោមការគ្រប់គ្រងនៃនីតិអន្តរជាតិសាធារណៈទោះបីជាកិច្ចព្រមព្រៀងនោះមានឈ្មោះជាអ្វីក៏ដោយធម្មនុញ្ញសន្ធិសញ្ញាអនុសញ្ញាឬក៏កតិកសញ្ញាដើម្បីបង្កើតនៅអានុភាពខាងកតញ្ញុនេះឯងហើយជាចុងបញ្ចប់ខ្ញុំសូមអរគុណក៏ដូចជាសូមអរគុណទៅដល់សមាជិកនិស្សិតក៏ដូចជាសិស្សនិស្សិតដែលបានយកពេលវេលាដ៏មានតម្លៃមកសិក្សានៅពាក្យគន្លឹះឬក៏យើងនិយាយថាជាពាក្យមួយដែលវាសំខាន់ខ្លាំងទាំង10នេះដែលស្ថិតនៅក្នុងភាសាច្បាប់ក្តីស្ថិតនៅក្នុងរដ្ឋបាលសាធារណៈក្តីគឺពិតជាមានតម្លៃសម្រាប់យកទៅប្រើប្រាស់ក្នុងបរិយាកាសសិក្សារបស់សមាជិកនិស្សិតដូចជានិស្សិតហើយចុងក្រោយខ្ញុំសូមអរគុណនិងសូមអរគុណ